សួស្តីពុកម៉ែបងប្អូនទាំងគ្នានឹងហើយថ្ងៃហ្នឹងតាមតាមកពីធ្វើការហើយឥឡូវនេះកំពុងធ្វើកាទៀវបែបខ្មែរឲ្យញ៉ាំកាទៀវគ្រឿងក្នុងហើយទៅជ្រុំច្រាំបងប្អូនទាំងគ្នាចេញញ៉ាំដល់គ្នាអញ្ចឹងមកពីធ្វើការអស់កម្លាំងហេវឲ្យបងប្អូនហើយឆ្ងាញ់បងប្អូននេះដូចស្រុកខ្មែរអញ្ចឹងបងប្អូននេះទាំងរសជាតិទាំងសាច់កាទៀវចង់ជួយបងប្អូនខ្ទឹមជ្រក់បងប្អូនជ្រក់ទេសជ្រក់មកទៅធ្វើការវិញហេវបងប្អូនក្តៅបងប្អូនអើយមកដល់អាមេរិកនេះអត់មានកន្លែងលក់អីដូចនៅស្រុកខ្មែរបងប្អូនអើយដល់យើងដល់យើងរៀនធ្វើខ្លួនឯងឲ្យចេះកាលពីនៅស្រុកខ្មែរដែលធ្វើកាទៀវធ្វើអីញ៉ាំទេបងប្អូនទិញតែគេហូបស្រាំតែឥឡូវមកដល់អាមេរិកចេះគ្រប់សពទាំងអស់អីក៏ចេះធ្វើបងប្អូនពួកយើងគេអត់មានលក់អីញ៉ាំផងយើងទៅធ្វើខ្លួនឯងទាំងអស់គ្រប់យ៉ាងកាទៀវផ្អែមម្ហូបនំចំណីអីទាំងអស់វាមានលក់តែប្រភេទម្សៅឬក៏អង្គឬក៏អីយើងចង់ធ្វើអីបាននឹងទាំងអស់អត់មានកាត់តបងប្អូនវីដេអូនេះរៀលហ្មងនិយាយហៅហ្មងបាយបាយបងប្អូនជម្រាបលា